ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញគ្នាយើង function ថ្មីមួយទៀតគឺយើងធ្វើតាក់ទងជាមួយនឹង filter ហ្នឹងគឺយើងងាយស្រួលមែនតើសម្រាប់យើងស្វែងរកកំហុសធ្នឹមឬក៏កំហុសទសកំហុស slab អីទៅទៀតថាធ្នឹមបើសិនជាអ្នកទាំងអស់គ្នាគូនៅជាន់ទី1ឬក៏ជាន់ទី2ហើយវាមានប្រភេទឈ្មោះដូចគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយកវាទៅដាក់នៅក្នុង schedule វាអត់បង្ហាញទេអញ្ចឹងមុខងារមួយហ្នឹងគឺវាជួយការងាររបស់អ្នកទាំងអស់គ្នាបានច្រើនហើយគឺងាយស្រួលក្នុងការ check កំហុសហ្នឹងទៀតអញ្ចឹងយើងអាចចូលមកកាន់កន្លែង filter មកយើងចូលមក filter ហើយឧទាហរណ៍ថាគ្នាយើងចង់បង្ហាញជាមួយនឹងប្រភេទធ្នឹមឬក៏យើងចង់បង្ហាញជាមួយ element របស់តសអីក៏យើង select កន្លែង category នេះមកនេះយើងឧទាហរណ៍ថាខ្ញុំចង់យកតសអ្នកទាំងអស់គ្នា select កន្លែងcolumn នេះមកហើយយើង scan វាបន្ទាប់ពីគ្នាយើង scan ហើយយើងយក isolate នេះមកនេះយើងវាបង្ហាញឲ្យគ្នាយើងតែតសទាំងអស់ហ្មងមួយទៀតបើយើងអត់ចង់បង្ហាញតសទាំងអស់ហើយទេអ្នកទាំងអស់គ្នាអាចជ្រើសរើសតសណាមួយមកឧទាហរណ៍ថាអ្នកទាំងអស់ចង់ check C1 យើងអាច select only លើ C1 មកវាបង្ហាញតែ C1 ទេហើយយើងអាចបង្ហាញលើ C4 ឬក៏ប្រភេទតសណាផ្សេងទៀតដែលគ្នាយើងចង់បង្ហាញវាអញ្ចឹងមួយទៀតគឺខ្ញុំបង្ហាញគ្នាយើងតាក់ទងជាមួយនឹងធ្នឹមវិញម្ដងយើងគ្រាន់តែ select វាដូរទៅធ្នឹមមកហើយយើង scan វានៅពេលគ្នាយើង scan ហើយយើង complete នេះ isolate check នេះមកគឺវាបង្ហាញតែជាប្រភេទធ្នឹមរបស់យើងទាំងអស់ហើយអានេះក៏ដូចគ្នាដែរដូចខ្ញុំនិយាយមុនអញ្ចឹងបើសិនជាធ្នឹមមានឈ្មោះដូចគ្នាហើយវានៅជាន់ខុសគ្នានៅពេលដែលយើងធ្វើ schedule ទៅគឺវាអត់ចាញ់ទេអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់ស្វែងរកប្រភេទ 1B10 ឬក៏ 1B11 ឬក៏ 1B12 អីអញ្ចឹងគ្នាយើងគ្រាន់តែចុចនៅលើ show only នេះមកគឺវានឹងបង្ហាញឲ្យយើងនៅលើនេះភ្លាមហ្មងចំពោះ footing ក៏ដូចគ្នាដែរអ្នកទាំងអស់គ្នាគាត់ចូលមកកាន់កន្លែងហ្នឹងហើយយើងដូរវាមកយកតាក់ទងជាមួយនឹង structural foundation មកហើយយើង scan វាបន្ទាប់ពី scan ហើយយើងយក isolate មកនេះគឺវានឹងបង្ហាញឲ្យយើងជាមួយនឹងប្រភេទជា foundation ទាំងអស់អញ្ចឹងឥឡូវយើងចូលមកប្លង់បាតរបស់យើងវិញអ្នកទាំងអស់គ្នាខ្ញុំមានប្លង់បាតមួយឧទាហរណ៍ថាធ្នឹមរបស់យើងនេះវាមានច្រើនហើយអញ្ចឹងមានថាគ្នាយើងអាចពិបាកនឹងងាយរកដែរឥឡូវទៀតថាខ្ញុំស្វែងរកជាមួយនឹងប្រភេទធ្នឹម 2B6 ចុះអញ្ចឹងដើម្បីស្វែងរកធ្នឹមនឹងបានដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់កន្លែងនេះមើលនេះតាក់ទងជាមួយនឹង select category ហ្នឹងយើងចូលមកកន្លែងហ្នឹងមកហើយយើងរើសយកប្រភេទជាធ្នឹមហើយយើង scan វាបន្ទាប់ពី scan ហើយគ្នាយើងចុច isolate មកណាយើងចុច isolate វាមកគឺវាបង្ហាញតែធ្នឹមទេបន្តមកទៀតយើងបំណងយើងមិញយើងរើប្រភេទធ្នឹម 2B6 នេះយើងគ្រាន់តែចុចលើហ្នឹងមកវាបង្ហាញតែធ្នឹមហ្នឹងទេឬក៏យើងចង់រើប្រភេទជា 2B5 យើងអាច select លើ 2B5 នេះមកវាបង្ហាញនេះអញ្ចឹងមុខងារហ្នឹងមុខងារ filter ហ្នឹងគឺវាមានលក្ខណៈពិសេសប៉ុណ្ណឹងបើសិនជាគ្នាយើងមានតម្រូវការអីអាចតំណែងមកបានអរគុណ